បើសិនស្ដីនៅដល់គ្នាសូមស្វាគមន៍មកកាន់ប្រធានបទរបស់យើងថ្ងៃនេះយើងនិយាយពីតើតម្លៃមាសវានឹងហក់ឡើងទៅដល់ពេលណាទៀតការអត្ថបទមុនខ្ញុំលើកឲ្យថាក្នុងសប្តាហ៍ទី2នៃដើមខែ4គឺតម្លៃមាសនឹងកើនឡើងហើយនឹងមានរឿង3ធំនឹងកើនឡើងពោះសង្គ្រាមពន្ធគឺប្រទេសចិនហើយនិងប្រទេសសហរដ្ឋអាមេរិកគឺដាក់ពន្ធទៅគ្នាទៅវិញទៅមកចិនបានដំឡើងពី 84% ទៅដល់ 125%រីឯសហរដ្ឋអាមេរិកគឺបន្ថែមអំពី 104% មកកាន់ 145% ដូច្នេះពន្ធគឺវាមានពន្ធគឺច្រើនមែនទែនដាក់ទៅគ្នាទៅវិញទៅមកចំពោះបញ្ហាដែលយើងអាចមើលឃើញជាក់ស្ដែងហើយពិភពលោករបស់យើងនឹងប្រែប្រួលប្រែទៅជាមកថ្មីដោយសារតែបញ្ហាពន្ធប្រទេសនីមួយៗគឺរវល់រៀងខ្លួនទាំងប្រទេសចិនទាំងសហរដ្ឋអាមេរិកយើងមើលឃើញថាមិនយូរទេការសន្ទនានឹងកើតមានឡើងទោះបីជាប្រទេសចិនបដិញ្ញាថាច្បាំងដល់ទីបញ្ចប់តស៊ូដល់ទីបញ្ចប់ក៏ដោយក៏ផលវិបាកនៃពាណិជ្ជកម្មចង់មិនចង់គឺនៅក្នុងសប្តាហ៍ទី3ឬក៏សប្តាហ៍ទី4ចុងខែ4យើងនឹងមើលឃើញភាពនៃការល្អប្រសើរនៅក្នុងសង្គ្រាមពន្ធទាំងអស់នេះខ្ញុំមកបន្ថែមមកអ្នកនរគ្នាឃើញមួយរយៈមុនពេលដែលអធិបុលពន្ធរបស់លោកដូណាល់ត្រាំវាចាប់ពីថ្ងៃ3រហូតដល់ថ្ងៃទី9តម្លៃមាសគឺវាចុះខ្លាំងហើយអ្នកនរគ្នាជ្រុលច្បល់ខ្ញុំមកបញ្ជាក់បន្ថែមថាទីផ្សារមកពេលបច្ចុប្បន្ននេះគឺវាប្រែប្រួលលឿនដោយសារតែប្រព័ន្ធអេឡិចត្រូនិកបច្ចេកវិទ្យាវាចូលមកជំនួសដោយសារតែការជួញដូរមាសនៅលើទីផ្សារអន្តរជាតិឥឡូវគឺវាងាយស្រួលដោយសារតែមានការបញ្ជាទិញឬក៏យើងទិញដូចជាភាគហ៊ុនឬក៏ទិញដោយ Binance អញ្ចឹងដូច្នេះទីផ្សារគឺការលក់ការទិញគឺវាភ្លាមលឿនយើងមើលឃើញថាវាមាសគឺចុះតែពេលយប់ទេដោយសារតែនៅសហគមន៍អឺរ៉ុបឬក៏នៅលោកខាងលិចគឺជាពេលថ្ងៃនៅពេលដែលយើងយប់នៅពេលដែលគេសម្រាកគឺមាសវាឡើងថ្លៃមកវិញដោយសារតែសម័យបច្ចុប្បន្នគឺបច្ចេកវិទ្យាហើយខ្ញុំព្យាយាមអ្នកនរគ្នាតាមដានព័ត៌មានកាលណាចូលក្នុងបច្ចេកវិទ្យាវាអាចជាទីផ្សារឬក៏ជាការធ្វើទីផ្សាររបស់គេដើម្បីប្រមូលលុយដើម្បីអូសទាញលុយអ្នកនរគ្នាប្រុងប្រយ័ត្ននឹងតាមដានព័ត៌មានឲ្យជាក់លាក់ជាច្បាស់រឿងនៅថ្ងៃនេះគឺមានតែប៉ុណ្្នេះទេហើយមានរឿងទូទៅនៅក្នុងចូលឆ្នាំខ្មែររបស់យើងបើសិនជាយើងនៅក្នុងប្រទេសកម្ពុជារបស់យើងនេះគឺជាការចាប់ផ្ដើមនៃចូលឆ្នាំថ្មីក្នុងឆ្នាំ2025នៅក្នុងឆ្នាំនេះអាចមានព្រឹត្តិការណ៍ធម្មជាតិដែលយើងមើលឃើញគឺនឹងមានភ្លៀងធ្លាក់ច្រើនជាងរាល់ឆ្នាំការធ្វើស្រែចម្ការអាចជារឿងល្អប៉ុន្តែមានទឹកច្រើនក្នុងបាតុភូតធម្មជាតិវានឹងមានច្រើនកាត់ឡើងអាចនឹងមានទឹកចំនួនទៀតនៅក្នុងឆ្នាំនេះហើយអ្វីដែលខ្ញុំប្រាប់បានអ្នកទាំងអស់គ្នាគឺការត្រៀមលក្ខណៈត្រៀមខ្លួននៅក្នុងអត្ថបទអ្វីក៏ដោយគឺមានតែពាក្យតែត្រៀមខ្លួនត្រៀមលក្ខណៈទេដោយសារតែធម្មជាតិនៅក្នុងឆ្នាំនេះគឺជាឆ្នាំដែលអញនិយាយថាគឺវាគ្រោះថ្នាក់ជាងរាល់ឆ្នាំបាតុភូតធម្មជាតិខ្យល់ត្រាក់ឬក៏មានកូនផ្ទះច្រើនជាងឆ្នាំមុននេះជារឿងទូទៅដែលខ្ញុំជម្រាបជូនអ្នកទាំងគ្នាក្នុងឱកាសមុនពិធីបុណ្យចូលឆ្នាំហើយក្នុងការធ្វើដំណើរទៅស្រុកមិនថាទីជិតទីឆ្ងាយជូនពរអ្នកទាំងគ្នាសុខសុវត្ថិភាពទៅការធ្វើដំណើរទាំងទៅទាំងមកទាំងទៅការដើរកម្សាន្តជួបតែសេចក្តីសុខសុវត្ថិភាពរកស៊ីទទួលទីមានបានទាំងអស់គ្នាក្នុងឱកាសឆ្នាំថ្មីទាំងអស់គ្នាបាទសូមអរគុណ